ចង់ដឹងរឿងគេពេកបរិមម្នាក់ប្រថុយជីវិតតោងចេញពីបង្អួចអាគារជាន់ទី7ដើម្បីលួចថតអ្នកជិតខាងឆ្លោះគ្នាមានករណីដ៏គួរឲ្យហួសចិត្តនៅឯប្រទេសឥណ្ឌាកំពុងតែផ្ទុះខ្លាំងលើបណ្ដាញសង្គមដោយមានបរិមម្នាក់ហ៊ានប្រថុយជីវិតតោងចេញពីបង្អួចបន្ទប់ជាន់ទី7ដើម្បីលួចថតសកម្មភាពអ្នកជិតខាងឆ្លោះតោះតែងគ្នាតាមព័ត៌មានបានឲ្យដឹងថានៅថ្ងៃកើតហេតុបរិរូបនេះបានលឺសំឡេងឆ្លោះគ្នាយ៉ាងខ្លាំងចេញពីបន្ទប់អ្នកជិតខាងដែលរស់នៅក្បែរខ្លួនដោយសារតែចង់ដឹងចង់ឮរឿងគេឆ្លោះគ្នាពេកបរិរូបនេះបានសម្រេចចិត្តធ្វើរឿងដែលនឹកស្មានមិនដល់ដោយការតោងចេញតាមបង្អួចបន្ទប់របស់ខ្លួនមកខាងក្រៅដោយមិនខ្លាចគ្រោះថ្នាក់បើយោងទៅតាមរយៈរូបភាពដែលថតបានដោយអ្នកជិតខាងនៅអគារទល់មុខបានបង្ហាញឲ្យឃើញថាបរិរូបនេះកំពុងតែចេញពីបង្អួចនៅកណ្ដាលអាកាសលើកម្ពស់ចន្ទទី7ដោយដៃម្ខាងបានតាមបង្អួចយ៉ាងជាប់និងដៃម្ខាងទៀតបានកាន់ទូរស័ព្ទថតសកម្មភាពក្នុងបន្ទប់ក្បែរម្ខាងដោយការចង់ដឹងបំផុតអ្វីដែលធ្វើឲ្យមហាជនកាន់តែហួសចិត្តនិងព្រឺឆ្អឹងខ្នងបំផុតនោះគឺបន្ទាប់ពីលួចថតបានសម្រាប់បរិរូបនេះថែមទាំងនៅអង្គុយមាត់បង្អួចហើយបើកមើលវីដេអូដែលខ្លួនទៅតែនឹងថតបានយ៉ាងរំភើបយ៉ាងណាមិញក្រោយវីដេអូនេះត្រូវបានចែកចាយមហាជនបានដាក់រហស្សនាមឲ្យបរិម្នាក់នេះជា007ដោយសារតែសកម្មភាពរបស់លោកមកទៅដូចជាឈុតឆាកនៅក្នុងភាពយន្តដែលហ៊ានប្រថុយគ្រោះថ្នាក់ដើម្បីសម្រាប់បេសកកម្មរបស់ខ្លួនដូចនេះផងដែរទោះជាយ៉ាងណាក្តីសកម្មភាពនេះទទួលបានការរិះគន់យ៉ាងធ្ងន់ធ្ងរផងដែរដោយអ្នកលេងបណ្ដាញសង្គមមួយចំនួនចង់ថានេះគឺជាការរំលោភសិទ្ធិឯកជនរបស់អ្នកដទៃយ៉ាងធ្ងន់ធ្ងរនិងជាទង្វើលេងសើចនឹងជីវិតរបស់ខ្លួនឯងដែលមិនគួរកើតមានឡើងទាល់តែសោះយ៉ាងណាមិញរឿងរ៉ាវនេះបានក្លាយជាមេរៀនដ៏គួរឲ្យអស់សំណើចផងនិងដាស់តឿនផងព្រោះគណៈដែលបរិមនេះបានព្យាយាមលួចថតដើម្បីហែកកេសរឿងក្នុងផ្ទះអ្នកជិតខាងចុងក្រោយខ្លួនឯងទៅវិញនោះទេដែលត្រូវបានគេហែកកេសនិងល្បីល្បាញពេញពិភពលោកដោយសារតែទង្វើគ្រោះថ្នាក់និងមិនសមរម្យរបស់ខ្លួនឯង